ដែលសំខាន់មែនទែនធ្វើឲ្យអស់សក្តានុពលដែលខ្ញុំបារម្ភណាស់មនុស្សម្នាក់ពេលដែលយើងធ្វើការឬក៏រស់នៅដោយមិនបានប្រើប្រាស់សក្តានុពលខ្លួនឯងពេញលេញអញ្ចឹងយើងខាតខ្លួនឯងគឺខាតខ្លាំងជាងគេកន្លែងដែលរបត់ខ្លាំងគឺនៅផ្នត់គំនិតតែយើងគិតបែបណាយើងចង់ឲ្យរបៀបនៃការមើលស្ថានភាពមួយទៅជាយ៉ាងណាទៅជាបញ្ហាឬក៏ទៅជាដំណោះស្រាយទោះបីជាលោកគ្រូអ្នកគ្រូភ្លេចអីក៏ដោយប៉ុន្តែកុំភ្លេចខ្លួនឯងកុំភ្លេចខ្លួនឯងណាយើងអាចនឹងភ្លេចធ្វើសកម្មភាពនេះសកម្មភាពនោះប៉ុន្តែរឿងភ្លេចខ្លួនឯងនេះគឺជារឿងចាំបាច់មួយឥទ្ធិពលនៃការផ្ដោតជារឿងសំខាន់ដែលអ្នកប្រាជ្ញដ៏ល្បីលើពិភពលោកដែលមានឈ្មោះថា Albert Einstein គាត់ថាចំណេះដឹងគាត់អត់លើសពីមនុស្សធម្មតាទេប៉ុន្តែអ្វីដែលលើសពីមនុស្សធម្មតាគឺជាការផ្ដោតរឿងមួយនឹងឲ្យយូរជាងគេឲ្យខ្លាំងជាងគេឲ្យពិសេសជាងគេប្រកបជាទទួលបានលទ្ធផលជាផ្លែផ្កានិងលទ្ធផលជាវិជ្ជមានលោកគ្រូអ្នកគ្រូប្រៀបដូចជាដបចិត្តរបស់យើងប្រៀបដូចជាគម្របហើយចំណេះដឹងឬក៏បទពិសោធន៍ដែលខ្ញុំចែករំលែកប្រៀបដូចជាទឹកដែលខ្ញុំចាក់ចូលទៅក្នុងដបនោះចឹងបើលោកគ្រូអ្នកគ្រូអត់បើកចិត្តអត់បើកបេះដូងគឺលើមិនទទួលបានអ្វីទាំងអស់គឺនាងខ្ញុំចង់អភិវឌ្ឍខ្លួនឯងបន្ថែមហើយក៏ចង់ជួយទៅដល់ស្ថាប័នយើងផងដែរដោយសារមុននឹងជួយស្ថាប័នបានតើតែធ្វើឲ្យខ្លួនឯងខ្លាំងជាមុនសិនចង់ចែករំលែកនៅបទពិសោធន៍ដែលខ្ញុំធ្លាប់ទទួលបាននិងចំណេះដឹងផ្ដល់ជូនទៅកាន់កូនសិស្សហើយនិង